ធ្លាប់ទេដើរក៏លែងចង់ទៅខ្ញុំឈប់អង្គុយហើយងើយឡើងលើដើម្បីទប់ទឹកភ្នែកមនុស្សម្នាដើរកាត់មុខខ្ញុំទើបខ្ញុំមិនហ៊ានយំខ្ញុំទ្រាំលែងបានហើយខ្ញុំចង់ស្លាប់នៅក្នុងពេលនេះខ្ញុំសម្លឹងមើលទៅផ្លូវថ្នល់ដែលកំពុងធ្វើចរាចរណ៍ទៅមកដោយសម្រេចចិត្តថានឹងដើរចូលដើម្បីឲ្យឡានម៉ូតូដែលកំពុងបើកលឿនបុកខ្ញុំឲ្យស្លាប់លាហើយឆាកជីវិតដ៏ខកបំណងមួយនេះឆ្លងថ្នល់ឲ្យលឿនមើលសំឡេងមួយស្រែកឲ្យខ្ញុំនិងប្រើដៃរុញខ្ញុំឲ្យឆ្លងផ្លូវឲ្យលឿនខណៈដែលខ្ញុំបិទភ្នែកដើរឆ្លងថ្នល់ខ្ញុំក៏បង្ខំចិត្តដើរឆ្លងថ្នល់ផុតដោយសុវត្ថិភាពហើយក៏ងាករកមើលម្ចាស់សំឡេងនោះតែមិនដឹងថាជានរណាខ្ញុំយល់ថាកុំទាន់ស្លាប់នៅពេលនេះហើយគួរតែរកវិធីស្លាប់ណាដែលស្រួលជាងនេះបន្តិចខ្ញុំដើរចូលទៅ pharmacy លក់ថ្នាំដើម្បីទិញថ្នាំអ្វីមួយយ៉ាងលេបឲ្យពលស្លាប់វិធីមួយនេះល្អជាងឡានបុកតាមណាទេខ្ញុំសម្លឹងទៅមុខគ្រូពេទ្យលក់ថ្នាំរកនឹកថាគួរតែនិយាយអ្វីទៅកាន់គាត់ស្រាប់តែឃើញក្មេងម្នាក់ដេកនៅនឹងឥដ្ឋខ្លួនញ័រទៅត្រឹកខ្ញុំកាត់យល់ភ្លាមថាកំពុងតែឆក់ខ្សែភ្លើងហើយគំនិតមួយក៏ប្រាប់ខ្ញុំភ្លាមថាចូលទៅជួយទៅដើម្បីឲ្យខ្សែភ្លើងឆក់ស្លាប់ព្រោះស្លាប់បែបនេះល្អណាស់អាចនឹងជាប់ឈ្មោះជាវីរៈជនផងស្រាប់តែមានគេរត់មកកាច់បារ៉ាត់ភ្លើងធ្វើឲ្យងងឹតឈឹងឆក់ក៏មិនបានឆក់ថ្នាំក៏មិនបានទិញត្រូវដើរទៅផ្ទះដោយអស់សង្ឃឹមហេខ្ញុំគួរតែស្លាប់យ៉ាងម៉េចទៅណោះប្រាស់ខ្នងដេកលើគ្រែតែមិនវង្វេងដេកគឺជាសញ្ញាថាខ្ញុំត្រូវតែស្លាប់នៅយប់នេះចងកមែនហើយចងកវិធីសាមញ្ញនិងបុរាណតែនឹងធ្វើឲ្យខ្ញុំស្លាប់ដោយស្ងៀមស្ងាត់ខ្ញុំសម្លឹងរកកន្លែងចងខ្សែនិងយកក្រមាមកប្រើជាឧបករណ៍ចងកលាហើយឆាក់ជីវិតដ៏ឈឺចាប់អើយពុទ្ធោជួយផងខ្មោចឡងអូយមិនទាន់បានដាក់កស្រួបួផងស្រាប់តែលេចមុខខ្មោចស្រីមកលាតអណ្ដាតបន្លាយធ្វើឲ្យភ័យធ្លាក់សន្លប់បាត់មាត់ឈឹងក្រោកឡើងខ្ញុំបើកភ្នែកយឺតព្រោះមុខកំពុងតែត្រូវគេជះទឹកដាក់ស្អីអីចេះអូយជួយគឺនាងខ្មោចនោះនាងបើកភ្នែកសម្លឹងមុខខ្ញុំភ្លឺទេនាងនេះគឺជាអ្នករំខានការសម្លាប់ខ្លួនរបស់ខ្ញុំបែបវាមិនបន្លាចឲ្យខ្ញុំស្លាប់ទេតែក្រែងខ្ញុំកំពុងតែចង់ស្លាប់ទេតម្ដេចក៏ត្រូវខ្លាចខ្មោចទៅវិញខ្ញុំខំកម្លាចចិត្តឲ្យក្លាហានហ៊ានសម្លឹងមើលទៅមុខនាងខ្មោចនោះនាងកំពុងតែញញឹមដាក់ខ្ញុំខ្មោចអីក៏រួសរាយម្ល៉េះនាងស្លៀកពាក់បែបសម័យទំនើបមិនមែនស្លៀកពាក់បុរាណបែបជំនាញផ្ទះទេរូបរាងមុខមាត់ស្អាតប្រហាក់ប្រហែលនឹងខ្ញុំដែរប៉ុន្តែតើនាងជានរណានាងជាអ្នកណាខ្ញុំសួរនាងខ្លាំងមិនមែនបែបភ័យទេគឺបែបកាចជាទេវតានាងតបដោយអំនួតអូជាខ្មោចទេដឹងនាងចង់ស្លាប់ពេកឡើងភ្នែកនយោបមែនបានបែងចែកមិនដាច់រវាងខ្មោចនិងទេវតាធ្វើមុខរញ៉ូវសម្លុតមកខ្ញុំយីយើងធ្លាប់ឃើញខ្មោចឬទេវតាពីអង្កលណាយីអូខេអ្នកមិនដឹងគ្មានទោសទេប៉ុន្តែថៃបានជានាងមកបង្ហាញខ្លួននៅចំពោះមុខខ្ញុំយើងមាននិស្ស័យនឹងគ្នានិស្ស័យស្អីនាងមិនអាចស្លាប់បានទេថៃជីវិតនេះជារបស់ខ្ញុំទេតើអេហេតើនាងដឹងថាតម្រងបានកើតជាមនុស្សវាលំបាកប៉ុណ្ណាទេធ្លាប់ឮលោកទេសនាដែរតែពេលនេះទប់អារម្មណ៍ចង់ស្លាប់មិនបាននាងហាក់ដូចជាប្រឹងទប់អារម្មណ៍ចំពោះភាពមានះរឹងរូសរកលេខដាក់គ្មានរបស់ខ្ញុំទើបនាងបន្តសួរដោយមើលម៉ាក់តើនាងដឹងថាក្តីប្រាថ្នារបស់ខ្ញុំក្នុងពេលនេះគឺជាអ្វីទេខ្ញុំមិនមែនគ្រូទាយសន្លឹកបៀទេនាងយកដៃដាក់លើទ្រូងប្រឹងទប់អារម្មណ៍បំណងប្រាថ្នារបស់ខ្ញុំគឺចង់ទៅចាប់ជាតិជាមនុស្ស